ធម្មនេះខ្ញុំសូមគោរពជំរាបសួរដល់គណៈកម្មការឋានដឹកនាំសាលាមេស៊ីភីលោកគ្រូអ្នកគ្រូមេដាបដាជាទីគោរពនៅមកភេទទាំងអស់ដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់និងជាទីរំអាននេះខ្ញុំគ្រូអ្នកគ្រូលេសាអាយុ7ឆ្នាំលក្ខណៈទី2ក៏ជាមួយគ្រូផាថាវិញនៅសាលាចំណាក់ពូតំវិជីវៈសាខាទី30ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសពាក្យកូនមានន័យថាម៉េចដែរគុណពាក្យកូនមានន័យថាមកលើសាខាកូនអំពីមេដាបេដាកូនប្រុសកូនស្រីកូនឈ្មោះឬកូនញីចាចឹងឥឡូវចូលទៅសំណួររបស់អ្នកគ្រូសំណួរទី1គាត់អាចប្រាប់អ្នកគ្រូបានទេថាតើកូនល្អមានលក្ខណៈបែបណាខ្លះទៅគាត់កូនល្អមានដូចជាយើងត្រូវចេះប្រតិបត្តិខ្លួនឲ្យល្អសង្វាក់សិក្សាតាមដំបូងមានមកដល់លោកព្រាមប្រដៅខំប្រឹងឲ្យលោកខ្លៅមួយទៀតកូនល្អពេលមុននៅផ្ទះអូនមានប្អូនអត់មានបងអត់មាននៅផ្ទះកូនវាយគ្នាមួយបងអត់អត់ហើយអញ្ចឹងកូនល្អគេគួរតែធ្វើបាច់មួយបងរបស់កូនល្អត្រូវចេះសាមគ្គីគ្នាត្រូវចេះសាមគ្គីគ្នាពេលមកប៉ាទៅធ្វើម៉េចតែវាយគ្នាហ่าចាតោះសំណួរចុងក្រោយមួយទៀតអស់ហើយសំណួរនៅតោះអញ្ចឹងកូនណាប្រាប់អ្នកគ្រូបានទេដើម្បីខ្លាយខ្លួនជាកូនល្អម្នាក់នឹងត្រូវធ្វើម៉េចខ្លះពេលដែលយើងនៅផ្ទះ